មានពេលខ្លះអ្នកគេងមើលពីដានឬជញ្ជាំងផ្ទះហើយគិតថាហេតុអ្វីជីវិតខ្ញុំមិនទៅណាសោះការងារដដែលទំលប់ដដែលគោលដៅដែលអ្នកសន្យាជាមួយខ្លួនឯងប៉ុន្តែតែងតែពន្យាពេលរហូតដល់ថ្ងៃច័ន្ទក្រោយហើយអ្វីដែលគួរឲ្យខ្លាចមិនមែនព្រោះវាពិបាកទេតែព្រោះអ្នកអាចមានអារម្មណ៍ថាមួយឆ្នាំបានកន្លងផុតទៅយ៉ាងលឿនខណៈដែលអ្នកនៅតែកំពុងរៀបចំខ្លួននេះហើយគឺជាចំណុចសំខាន់មនុស្សភាគច្រើនមិនខាតពេល10ឆ្នាំព្រោះខ្ជិលទេតែព្រោះផ្នត់គំនិតរបស់ពួកគេកំពុងទាញពួកគេថយក្រោយដោយមិនដឹងខ្លួនឃ្លាមដឹងព្រោះឃ្លាមក៏ធ្លាប់មានអារម្មណ៍បែបនេះដែររឿងដែលល្អគឺបើអ្នកផ្លាស់ប្ដូរផ្នត់គំនិតតូចតាចមួយចំនួនអ្នកអាចបង្រួមឆ្នាំនៃការតស៊ូប្រាំងប្រែងអាចក្លាយមកជាខានៃការរីកចម្រើនគំនិតទី1ឈប់សួរថាខ្ញុំមានអារម្មណ៍យ៉ាងម៉េចចាប់ផ្ដើមសួរថាអ្វីធ្វើឲ្យខ្ញុំទៅមុខមនុស្សភាគច្រើនរងចាំអារម្មណ៍មកមុនខ្ញុំមិនតាន់ត្រៀមខ្លួនទេខ្ញុំមិនតាន់ប្រមូលស្មារតីទេចាំអារម្មណ៍ល្អសិនតាស្ដាប់ឲ្យល្អនេះគឺជាលេខដែលខួរក្បាលយើងប្រើដើម្បីរក្សាខ្លួនយើងនៅតំបន់សុវត្ថិភាពតែប៉ុណ្ណោះការរីកចម្រើនមិនខ្វល់ជាមួយអារម្មណ៍អ្នកទេវាឆ្លើយតបនឹងសកម្មភាពពេលអ្នកសួរខ្លួនឯងថាជំហានតូចបំផុតដែលធ្វើឲ្យឃ្លៀងទៅមុខគឺអ្វីអ្នកកាត់បន្ថយការស្តាក់ស្ទើរសកម្មភាពមុនអារម្មណ៍មកតាមក្រោយគំនិតទី2បដូរពីធ្វើឲ្យ perfect ទៅជាធ្វើឲ្យបានញឹកញាប់ឃ្លៀងដឹងអ្នកកំពុងគិតថាឃ្លៀងចង់ធ្វើឲ្យល្អសិនតែការចង់ឲ្យ perfect ជាច្រើនដងគឺការពន្យាពេលនៃការចាប់ផ្ដើមការងារខ្ញុំធ្លាប់ពន្យាគម្រោងមួយយូរខ្លាំងព្រោះវាមិនតាន់ល្អកែនេះកែនោះរៀបចំឥតឈប់មានអារម្មណ៍ថាកំពុងធ្វើការងារច្រើនតែពិតប្រាកដគ្មានអ្វីចេញសោះថ្ងៃដែលខ្ញុំសម្រេចចិត្តបញ្ចេញវាទោះមិនល្អ perfect នោះហើយការរៀនពិតចាប់ផ្ដើមធ្វើញឹកញាប់ឈ្នះការធ្វើល្អ perfect ព្រោះជំនាញកើតពីការធ្វើមិនមែនការគិតតែមួយមុខទេគំនិតទី3ឈប់ដេញតាមលទ្ធផលដេញតាមអត្តសញ្ញាណគោលដៅភាគច្រើនបរាជ័យព្រោះវានៅខាងក្រៅខ្ញុំចង់សម្រកទម្ងន់ខ្ញុំចង់រកលុយខ្ញុំចង់ជោគជ័យសាកបដូរទស្សនៈមិនមែនថាខ្ញុំចង់សរសេរសៀវភៅតែខ្ញុំជាមនុស្សដែលសរសេររាល់ថ្ងៃពេលអត្តសញ្ញាណផ្លាស់ប្ដូរអាកប្បកិរិយាក៏នឹងផ្លាស់តាមអ្នកមិនចាំបាច់បង្ខំខ្លួនទៀតទេអ្នកកំពុងធ្វើអ្វីដែលស្របនឹងមនុស្សដែលអ្នកជឿថាខ្លួនឯងជាមនុស្សបែបនោះគំនិតទី4ភាពមិនងាយស្រួលគឺជាសារមិនមែនជាគ្រោះថ្នាក់ខួរក្បាលយើងចូលចិត្តបកស្រាយភាពមិនងាយស្រួលថាឈប់សន្ទនាពិបាកកិច្ចវាការងារពិបាកពន្យាពេលអ្វីថ្មីចាំសិនតែភាពមិនស្រួលភាគច្រើនគឺជាសញ្ញាថាអ្នកកំពុងធំឡើងសួរខ្លួនឯងថានេះកំពុងបង្រៀនគ្នាអ្វីភ្លាមភ័យខ្លាយទៅជាព័ត៌មានគំនិតទី5គិតវែងតែធ្វើសកម្មភាពខ្លាំងរាល់ថ្ងៃមនុស្សខ្លះប្រញាប់ពេករហូតដល់ហត់មនុស្សខ្លះរងចាំពេករហូតមិនចាប់ផ្ដើមចំណុចកណ្ដាលគឺគិតវែងតែធ្វើសកម្មភាពរាល់ថ្ងៃឈប់សួរថាវានឹងបានលទ្ធផលខែនេះទេសួរថាបើខ្ញុំបន្តបែបនេះ5ឆ្នាំខ្ញុំនឹងក្លាយទៅជាមនុស្សបែបណាអ្វីដែលមនុស្សភាគច្រើនមិនប្រាប់អ្នកគឺជីវិតមិនផ្លាស់ក្នុងពេលដ៏ធំមួយទេវាផ្លាស់ក្នុងការសម្រេចចិត្តតូចៗដែលអ្នកធ្វើរាល់ថ្ងៃពេលគ្មានអ្នកណាមើលផ្លាស់ប្ដូរផ្នត់គំនិតតែមួយថ្ងៃនេះប្រហែលមិនមើលទៅផលធំតែបូកវាជារៀងរាល់ថ្ងៃអ្នកនឹងក្លាយទៅជាមនុស្សថ្មីដោយមិនដឹងខ្លួនទេបើមានចំណុចណាប៉ះតដល់ចិត្តអ្នកកុំគ្រាន់តែយល់ស្របជាមួយខ្ញុំសាកធ្វើវាថ្ងៃនេះធ្វើជាមួយខ្ញុំហើយបើអ្នកចូលចិត្តវីដេអូបែបនេះបន្ថែមនៅជាមួយខ្ញុំយើងទើបតែចាប់ផ្ដើមប៉ុណ្ណោះ